ตาเนียดังเตถากาปี68 លានឆ្នាំមុនមានសត្វស្លាបយក្សមួយប្រភេទដែលមានកម្ពស់ស្មើនឹងសត្វជីរ៉ាហើយអាចដើរលើដីដូចជាបក្សីបិសាចនៅពេលដែលយើងនិយាយអំពីសត្វសម័យបុរេប្រវត្តិមនុស្សភាគច្រើនតែងតែនឹកឃើញដល់ Tyrannosaurus Rex ឬ Triceratops ប៉ុន្តែនៅលើមេឃសម័យនោះមានស្ដេចក្រាញ់មួយប្រភេទទៀតដែលធ្វើពិភពលោកទាំងមូលញាប់ញ័រនោះគឺ Quetzalcoatl ឬយើងអាចហៅថាជានាគហោះការស្វែងយល់ពីសត្វយក្សមួយប្រភេទនេះបានចាប់ផ្ដើមឡើងនៅពេលដែលក្រុមអ្នកវិទ្យាសាស្ត្របានប្រមូលផ្ដុំនិងបានរកឃើញបំរែកឆ្អឹងស្លាបលើលាក្បាលដ៏ធំសម្បើមមួយរបស់វានៅក្នុងរដ្ឋតិចសាសសហរដ្ឋអាមេរិកការរកឃើញនេះបានធ្វើឲ្យពិភពបុរាណវិទ្យាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះវាជាភស្តុតាងបង្ហាញថា Quetzalcoatl គឺជាសត្វដែលអាចហោះហើរបានធំបំផុតក្នុងប្រវត្តិសាស្ត្រនៃភពផែនដីលក្ខណៈពិសេសអស្ចារ្យរបស់ Quetzalcoatl កម្ពស់ដ៏គួរឲ្យភ័យខ្លាចនៅពេលដែលវាយកស្លាបទាំងពីរមកច្រត់លើដីវាមានកម្ពស់រហូតដល់ទៅ5 ទៅ 6 ម៉ែត្រដែលស្មើនឹងកម្ពស់សត្វជីរ៉ាពេញវ័យមួយក្បាលប្រវែងស្លាបលាតសន្ធឹងនៅពេលវាលាតសន្ធឹងស្លាបហោះហើរប្រវែងពីចុងស្លាបម្ខាងទៅចុងស្លាបម្ខាងទៀតមានប្រវែងរហូតដល់ទៅ10 ទៅ 11 ម៉ែត្រដែលប្រៀបបាននឹងទំហំយន្តហោះចម្បាំងធុនតូចមួយគ្រឿងចំពោះវែងស្រួចនិងគ្មានធ្មេញវាមានលាក្បាលវែងនិងចំពោះស្រួចខ្លាំងដែលអនុញ្ញាតឲ្យវាដើរស្ទាក់ចាច់មុនយ៉ាងរហ័សរហួននៅលើដីដូចជាសត្វកុកសម័យបច្ចុប្បន្នប៉ុន្តែក្នុងទំហំយក្សវាអាចលាបកូនដៃណូស័រឬសត្វតូចៗជាចំណីអាហារបានយ៉ាងងាយស្រួលសមត្ថភាពក្នុងការហោះទៅលើអាកាសយ៉ាងពិសេសអ្នកវិទ្យាសាស្ត្រជឿជាក់ថាវាប្រើប្រាស់កម្លាំងសាច់ដុំជើងមុខនិងស្លាបទាំងពីររុញច្រានដីយ៉ាងខ្លាំងក្លាដើម្បីស្ទុះហោះទៅលើអាកាសដូចជាអ្នកលូតកម្ពស់អញ្ចឹងដែរអ្វីបើវាមានទំហំបែបនេះក្តីអ្នកវិទ្យាសាស្ត្របានរកឃើញថាឆ្អឹងរបស់វាមានប្រហោងខាងក្នុងនិងស្រាលខ្លាំងដែលធ្វើឲ្យវារក្សាទម្ងន់សមស្របសម្រាប់ការស្ទុះឡើងលើអាកាសនៅពេលដែលវាហោះឡើងលើមេឃស្លាបដ៏ធំរបស់វានឹងបាំងពន្លឺព្រះអាទិត្យបង្កើតបានជាស្រមោលខ្មៅដ៏ធំសម្បើមមួយវត្តមានរបស់ Quetzalcoatl គឺជាបាតុភូតដ៏អស្ចារ្យមួយនៃធម្មជាតិដែលបង្ហាញពីសមត្ថភាពនៃការវិវត្តរបស់សត្វមានជីវិតកាលពីរាប់លានឆ្នាំមុនតើបងប្អូនយកឃើញយ៉ាងណាដែរប្រសិនបើពិភពលោកបច្ចុប្បន្នមានសត្វហោះហើរដ៏ធំបែបនេះសូមបញ្ចេញមតិនឹងការយកឃើញរបស់បងប្អូននៅក្នុង comment ខាងក្រោមប្រសិនបើបងប្អូនចូលចិត្តនៅវីដេអូប្រវត្តិសាស្ត្រនិងអាថ៌កំបាំងបែបនេះសូមកុំភ្លេចជួយចុច follow និងជួយចុច subscribe Channel YouTube របស់យើងខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតសូមអរគុណសម្រាប់ការតាមដានទស្សនា